មេរៀនទី73អំណានផ្សារភូមិខ្ញុំផ្សារនៅភូមិខ្ញុំតូចល្មមប៉ុន្តែមានលក់ទំនិញគ្រប់មុខស្របតាមតម្រូវការរបស់អ្នកភូមិផ្សារនេះធំជាងផ្សារនៅឯភូមិមួយទៀតបន្តិចមានតូបលក់ដូរច្រើនជាងនិងមានទំនិញច្រើនមុខងាយស្រួលរកទិញទំនិញភាគច្រើនមានត្រីសាច់និងបន្លែជាដើមគេលក់ក្នុងតម្លៃថោកព្រោះគេនាំយកមកពីកន្លែងជិតៗនៅក្នុងភូមិអ្នកភូមិមិនចំណាយពេលវេលាច្រើនទេសម្រាប់ធ្វើដំណើរទៅទិញទំនិញព្រោះផ្សារនៅជិតផ្ទះខ្ញុំចូលចិត្តទៅផ្សារនៅភូមិខ្ញុំនេះណាស់ការរៀនពាក្យកអំណានពាក្យបន្លែអានថាបន្លែតម្រូវអានថាតម្រូវខពន្យល់ពាក្យទំនិញអ្វីដែលសម្រាប់ឲ្យគេទិញអ្នកភូមិអ្នករស់នៅក្នុងភូមិកែវពាក្យផ្ទុយថោកផ្ទុយនឹងថ្លៃធំផ្ទុយនឹងតូចនួ1តើផ្សារនៅភូមិនោះតូចឬធំ2តើផ្សារនៅភូមិនោះមានលក់អ្វីខ្លះ3ហេតុអ្វីបានជាទំនិញនៅផ្សារនោះមានតម្លៃថោកលំហាត់កចូលអានពាក្យខាងក្រោមដោយមិនបាច់ផ្សំនិងប្រកបឲ្យបានត្រឹមត្រូវទំនិញតម្រូវការកន្លែងភាគច្រើនអ្នកភូមិសម្រាប់ផ្សារតម្លៃខចូលគូសវងជុំវិញពាក្យណាដែលជាក្រុមពាក្យសត្វផ្ដល់សាច់គោស្ពៃក្តោបប្រហិតដំឡូងត្រីត្រកួនក្តាមបង្កងត្រាវបង្គាមាន់ទាម្នាស់មឹកជ្រូកសំណេរកចូលសរសេរតាមអានចម្លងពាក្យកន្សោមពាក្យនិងល្បះខាងក្រោមទំនិញតម្រូវការកន្លែងភាគច្រើនអ្នកភូមិផ្សារនៅភូមិខ្ញុំតូចល្មមប៉ុន្តែមានលក់ទំនិញគ្រប់មុខស្របតាមតម្រូវការរបស់អ្នកភូមិចូលជ្រើសរើសពាក្យក្នុងប្រអប់ទៅបំពេញល្បះខាងក្រោមឲ្យបានត្រឹមត្រូវធំជាងចូលចិត្តទំនិញចំណាយច្រើនជាងទិញ1ផ្សារនៅភូមិខ្ញុំតូចល្មមប៉ុន្តែមានលក់គ្រប់មុខ2ផ្សារនេះផ្សារនៅភូមិមួយទៀតបន្តិចមានតូបលក់ដូរ3អ្នកភូមិខ្ញុំមិនពេលវេលាច្រើនទេសម្រាប់ធ្វើដំណើរទៅទំនិញ4ខ្ញុំទៅផ្សារនៅភូមិខ្ញុំនេះណាស់កែវចូលសរសេរអក្សរផ្ចង់អំពីពាក្យចំណាយ